Ok សម្រាប់អ្នកដែលចង់យក style បទចម្រៀងរបស់គេយកមកធ្វើជាបទចម្រៀងខ្លួនឯងនៅក្នុង Suno អ្នកទាំងអស់គ្នាអាចធ្វើបានឧទាហរណ៍ថាអ្នកទាំងអស់គ្នាមើលបទចម្រៀងនៅក្នុង YouTube ស្រាប់តែពេញចិត្តនៅបទចម្រៀងណាមួយហើយយកដឹងថា style បទចម្រៀងគេបទអីគេខ្លះឥឡូវឧទាហរណ៍ខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាពេញចិត្តនៅប្រភេទភ្លេងបែបនេះ style បែបនេះបទចម្រៀងចឹងយើងយកចង់បានបទចម្រៀងប្រភេទបែបហ្នឹងយើងធ្វើមិនអ្នកទាំងអស់គ្នាបាទអត់លំបាកទេអ្នកទាំងអស់គ្នាពិនិត្យមើលនៅក្នុង YouTube គឺវាមានត្រង់កន្លែង AI មួយគឺកន្លែងនេះយើងអាចសួរគឺ Gemini អ្នកទាំងអស់គ្នាអាចសួរបានសួរខ្លីទេអ្នកទាំងអស់គ្នាគ្រាន់តែសួរមកយើងដាក់ថាតើប្រភេទបទភ្លេងអ្វីចឹងណាយើងតែយើងសេជាភាសាអង់គ្លេសទៅបាទចឹងអ្នកទាំងអស់គ្នាអាចយក style អក្សររបស់ខ្ញុំបាននេះ show me what scanner អញ្ចឹងទៅបាទបង្ហាញបទចម្រៀងមកខ្ញុំបទអ្វីអញ្ចឹងណាអញ្ចឹងយើងចុចសួរវាមួយមកអញ្ចឹងវានឹងប្រាប់យើងឯងអញ្ចឹងយើងចាំបន្តិចអូខេអញ្ចឹងអ្នកទាំងអស់នេះមើលអក្សរបាទអក្សរទាំងអស់ហ្នឹងគឺវាប្រាប់ហើយនេះវាមាន style ប្រភេទ style មក1900ខ្ញុំមើលអត់ច្បាស់1950បាទហើយនេះប្រភេទហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងបាន style ប្រភេទបទហ្នឹងហើយអញ្ចឹងយើងយកមកត្រឹមណាបាទអ្នកទាំងអស់គ្នាយកមើលត្រង់ចុចនេះចុច3ទាំងអស់ហ្នឹងអញ្ចឹងយកត្រឹមហ្នឹងទៅបានហើយបាទប្រភេទ play ណាបាទយើង copy វាមួយទុកបាទរួចហើយយើងចូលទៅកាន់ Suno របស់យើងវិញមកអញ្ចឹងនៅក្នុង Suno អ្នកទាំងអស់គ្នាយកត្រង់ line create អូខេបន្ទាប់មកបើសិនវាចេញអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើការផ្លាស់ប្ដូរវាពី simple ទៅជា advanced បាទចានេះ simple ឡើយទេយើងបដូរទៅ advanced គឺចុច line នេះមកអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញ style នៅខាងក្រោមនេះហើយ line នេះយើងដាក់ lyric អញ្ចឹងដាក់ style យើង pass style របស់យើងចូលមកណា line ហ្នឹងណាបាទអញ្ចឹងតកតងមួយ line នេះ test music ខ្ញុំបានរៀបចំរួចហើយខ្ញុំសេបើសិនអ្នកទាំងអស់គ្នាអត់តបានធ្វើទេគឺវានៅត្រង់ line workplace អញ្ចឹងហើយតែនេះខ្ញុំបានសរសេរ folder មួយទៀតបាទអញ្ចឹងខ្ញុំដាក់នៅក្នុង test music របស់ខ្ញុំអញ្ចឹងអា style មិញយើង copy ពី YouTube មិញហ្នឹងមកយើងយកមក pass ត្រង់ line style របស់យើងអូខេអញ្ចឹងយើងបាន style មួយហើយយើងចង់បានបទមិនបាទអ្នកនរគ្នាបាទយើងត្រូវធ្វើការដាក់ lyric ត្រង់ line នេះអញ្ចឹងយើងទៅបើកនៅchat GPT មួយបាទ chat GPT ហ្នឹងគឺ AI កន្លែងដែលយើងអាចសាកសួរបានអញ្ចឹងយើងចូលមកកាន់ YouTube របស់យើងហើយយើង copy ចំណងជើងបាទ copy ដូចខ្ញុំមកលឿនងាយទេ copy ហើយយើងចុចមកផាសនៅក្នុងchat AI របស់យើង chat GPT ចុចសួរតែប៉ុណ្្នឹងមកបានហើយអញ្ចឹងវាបញ្ជាក់វាសម្រាយឲ្យយើងថាបទហ្នឹងណាគេច្រៀងដោយណាគេប្រភេទបទភ្លេងអីគឺវាបង្ហាញនៅក្នុងចំណុចហ្នឹងទាំងអស់អញ្ចឹងអ្នកដែលឈ្មោះអីគឺរៀបរាប់ឲ្យទាំងអស់អញ្ចឹងអ្វីដែលយើងចង់បានគឺចង់បានប្រភេទបទចម្រៀងត្រូវទេចង់បានបទចម្រៀងស្តៀងនឹងបទមួយហ្នឹងវាអាចឲ្យយកបទហ្នឹងយកមកធ្វើសារឡើងវិញមកវិញបាទអត់យក lyric អីមកទាំងអស់ហ្នឹងទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែស្នើសុំឲ្យវាបង្កើតបទចម្រៀងមួយដែលស្តៀងនឹងបទ YouTube ដែលយើងយកពី YouTube មិញហ្នឹងអញ្ចឹងនៅក្នុងអក្សរអង់គ្លេសខាងក្រោមនេះអ្នកទាំងអស់គ្នាអាចសេខ្មែរក៏បានដែរបាទតែខ្ញុំសូមដាក់ជាអង់គ្លេសទៅហើយអ្នកទាំងអស់គ្នារៀបរាប់មកយើងបើសរសេរមកនេះជាបើសិនជាភាសាខ្មែរយើងសេមកថាសូមឲ្យអ្នកបង្កើតបទចម្រៀង original song មួយដែលមានខ្លឹមសារស្តៀងនឹងបទមួយនេះប៉ណ្ណឹងមកបានហើយចុចឲ្យវា generate មកអូខេអញ្ចឹងវានឹងធ្វើការបង្កើតនៅអត្ថបទឲ្យយើងហើយអញ្ចឹងអត្ថបទនេះគឺវាមានឲ្យចំណងជើងបាទ maybe this is love អាហ្នឹងចំណងជើងហើយបន្ទាប់មកនេះ verse 1 pre choros អីហ្នឹងបាទវាមានទាំងអស់ឲ្យយើងទាំងអស់អញ្ចឹងយើងយកចំណងជើងមួយយកមក pass នៅត្រង់កន្លែងនេះរូបអក្សរភ្លេងហ្នឹងអញ្ចឹងយើងដាក់ចំណងជើងនៅត្រង់កន្លែងហ្នឹងហើយកន្លែងគឺជា title អូខេចូល chat GPT របស់យើងវិញដើម្បី copy អត្ថបទចម្រៀងទាំងអស់ហ្នឹងយើងយកមកតាមខ្ញុំ copy មកបាទអូខេដល់ចំណុចនេះអ្នកនរគ្នាមកយកត្រង់កន្លែងរូបបេះដូងហ្នឹងទេមិនទេយើងយកប៉ុណ្្នឹងបានហើយយើង copy មកហើយយើងចូលទៅកាន់ Suno របស់យើងវិញហើយយើង copy lyric មិញនៅកន្លែងណាបាទនេះគឺ lyric បាទអ្នកនរគ្នាពិនិត្យមើលបាទវាមាន prompt វាមាន instrumental អីចឹងទៅអញ្ចឹងយកត្រង់ line write យើងសរសេរអត្ថបទតែយើងមិនសេទេយើង copy paste យកមកអូខេយើងបានអត្ថបទយើងបានចម្រៀង
lyric ហើយយើងបាន style ហើយយើងបានចំណងជើងហើយយើងចង់ឲ្យវាច្រៀងជាប្រភេទស្រីឬក៏ប្រុសបាទយើងមើលត្រង់នេះបាទអញ្ចឹងយើងដាក់ male មកប្រុស female ស្រីអូខេយើងយកប្រុស reroll ប៉ុណ្្នឹងបានហើយណាអញ្ចឹងអ្នកនរគ្នាដាក់ឲ្យវា generate មួយមកអញ្ចឹងខាងក្រោមនេះគឺកន្លែង create មិន generate ទេគឺ create ឲ្យវាបង្កើតបទចម្រៀងឲ្យយើងអញ្ចឹងនៅក្នុង Suno គ្រាន់ពេលដែល create គឺវាចេញ2បាទអត្ថបទ writing គឺដូចគ្នាទេតែពេលច្រៀងគឺខុសគ្នាអូខេអញ្ចឹងយើងឆ្លាញ់មួយណាព្រោះយើងយកមួយហ្នឹងមកឥឡូវយើងសាកស្ដាប់វាសិនយើងស្ដាប់ប៉ុណ្្នឹងបានហើយយើងស្ដាប់ទី2ម្ដងheart that never really found a home. Then you smiled and the whole world changed somehow. And I'm standing in the middle of it now. Every little word អញ្ចឹងទោះបីយើងអត់បានភ្លេងដូចគេមែនក៏ប៉ុន្តែនេះជាចង្វាក់ភ្លេងមួយដែលស្តៀងនឹងបទគេបាទវាអាចឲ្យដូចគ្នាណាដូចគ្នាជាប់ copyright ហើយអញ្ចឹងអ្នកនរគ្នាអាច download បានបើសិនជាវានេះវល់ឡើងនឹងពេញគឺអ្នកនរគ្នាអាច download បានហើយអញ្ចឹងការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់ឆ្ងល់អាចធ្វើការ comment សាកសួរខ្ញុំបន្ថែមក្រោមវីដេអូនេះបានយើងជួបគ្នាវីដេអូក្រោយទៀតបាយបាយ